ជំរាបសួរតើតើជាមួយនឹងឯកការឆ្នាំកំណើតរបស់បងអូនប្រុសចាបងអូនប្រុសគឺជាមនុស្សដែលមានស្នេហ៍ខ្លាំងចាស្នេហ៍ខ្លាំងនេះគឺស្នេហ៍មិនល្អទៀតចាមានន័យថាជាស្នេហ៍គេប្រភេទស្នេហ៍ឆុងចាស្នេហ៍មិនល្អស្នេហ៍រីមាយចាមានចិត្តនិយាយទៅមកដំណើរជីវិតរបស់យើងគឺយើងមានជួបតែបញ្ហាស្នេហាចាស្នេហាមិនសូវជាគប់ចិន្តាចាឆាប់បាក់ទឹកចិត្តឬក៏ពិបាកចិត្តច្រើនជាមួយនឹងស្នេហានិយាយទៅរិស័យរបស់អូននេះគឺមកដំណើរជីវិតរបស់យើងបើសិនជាយើងមិនចេះអប់រំផ្លូវចិត្តខ្លួនឯងមិនបានដាស់តឿនខ្លួនឯងចាជីវិតគូរបស់យើងគឺមិនសូវជាសមប្រកបទេចាព្រោះវាជួបបញ្ហាស្មុគស្មាញឆាប់ឆេវឆាវពេលខ្លះក៏ងាយនឹងបានយើងអត់ឲ្យតម្លៃចាអានេះគឺអត្តចរិតរបស់យើងហ្មងចាអញ្ចឹងសម្រាប់ខ្លួនយើងបើសិនជាយើងដឹងថាអូខេខ្លួនយើងជាប់បញ្ហាបែបនេះអូនគួរត្រូវតែចេះរក្សាចាផ្លូវចិត្តអារម្មណ៍ឲ្យនឹងណកុំឲ្យរីងមេទៅតាមជោគជតារិស័យរបស់យើងត្រូវចេះបត់បែនចេះយល់ថាមួយនឹងមួយឲ្យស្កប់ចាអានេះចេះអត់ឱនចេះយល់អធិស្ឋានចាអានេះជីវិតគូគឺបែបនឹងឯងវាមិនperfect 100%ទេបូករួមនឹងរិស័យរបស់យើងផងយើងអាចរាំងស្ទះតាក់ទងជាមួយនឹងជីវិតគូបញ្ហាជីវិតគូបើនិយាយឲ្យស្រួលស្ដាប់គេហៅស្នេហ៍ជ្រុលអភ័ព្វគូអញ្ចឹងទៅចាប៉ុន្តែបើយើងដឹងថាយើងបែបនេះយើងត្រូវចេះមើលចាចេះរៀបចំខ្លួនចាកុំឲ្យខ្លួនយើងនឹងមានស្នេហ៍រីមីពេកចាយើងគឺជាមនុស្សចាស់អូនគាត់ឆ្នាំថោះចាគាត់ជាមនុស្សដែលស្វាគមន៍រុះរាយរាក់ទាក់អធ្យាស្រ័យចាស្លូតហើយតកតងជាមួយនឹងតំណែងតំណងខាងក្រៅចាគឺយើងជាមនុស្សដែលស្មោះចិត្តស្មោះចាប៉ុន្តែដាក់ច្រឹករបស់យើងគឺយើងជាមនុស្សដែលឆាប់អន់ចិត្តចាពេលខ្លះក៏សោកសៅឆាប់អន់ចិត្តមិនពេលខ្លះក៏អត់យល់ខ្លួនឯងដែរថាហេតុអីចានៅសុកក៏ឆាប់អន់ចិត្តទៅចាអញ្ចឹងយើងមកដំណើរជីវិតរបស់យើងនេះគឺយើងជាមនុស្សដែលឆ្លាតពូកែសម្របសម្រួលចាបើសិនជាមានមិត្តភ័ក្តិណាដែលគាត់មានបញ្ហាឬក៏ឈ្លោះគ្នាអីយើងគឺជាអាញាកដាដ៏ពូកែតែម្ដងគឺជាចៅក្រមដ៏ស័ក្តិសិទ្ធិតែម្ដងណាអត្តចរិតរបស់យើងគឺបែបហ្នឹងយើងពូកែសម្របសម្រួលចាហើយចាអ្នកអសូរចំពោះអ្នកដទៃប៉ុន្តែបើចំពោះដៃគូជីវិតចាល្អមុនចាអាក្រក់ក្រោយចាដូចថាពេលខ្លះវាធ្វើឲ្យយើងមិនសូវជាសមប្រកបអញ្ចឹងយើងជំនួសដែរល្អផ្នែកតំណែងតំណងទូទៅចាឆ្លាតវាងវៃឆ្លាតចេះសម្របសម្រួលចេះលោកលៃកាយឆ្នៃចាគាត់ថារូបរាងរបស់យើងក៏ដូចជាអត្តចរិតរបស់យើងស័ក្តិសមជាមនុស្សដែលគេហៅថាប្រភេទមនុស្សវិចិត្រករចាតែណាមកណាងាយនឹងគេស្រឡាញ់គេចូលចិត្តចាតែចំណុចខ្វះខាតរបស់យើងមួយចាយើងមានភាពល្អិតល្អន់ពេកចាហើយលក្ខគំនិតចាមានមហិច្ឆតាចាជាមនុស្សដែលមានមហិច្ឆតាយើងគ្រប់គ្រងរាងកាយបន្តិចចាមានការប្រកួតប្រជែងចាក្នុងចិត្តគឺចង់ប្រកួតប្រជែងសម្រាប់ខ្លួនឯងតែម្ដងចាតែពេលខ្លះក៏យើងដូចខ្ញុំនិយាយអញ្ចឹងយើងមានឯកោសោកសៅចាมันអាចយល់ពីគំនិតខ្លួនឯងពេលខ្លះអានេះជាចំណុចខ្សោយរបស់យើងអញ្ចឹងដើម្បីយើងដោះខ្លួនចេញពីបញ្ហាទាំងអស់ហ្នឹងវិធីសាស្ត្រតែមួយក៏គឺយើងពឹងលើកត្តាមនុស្សចាត្រូវចេះរៀនសមាធិរងាប់ផ្លូវចិត្តចាកាលណាចិត្តយើងស្ងប់អារម្មណ៍របស់យើងមូលយើងធ្វើអីក៏ល្អដែរអញ្ចឹងខ្ញុំបានណូតដែរក្នុងដំណើរវ័យចោរបស់យើងជួបបញ្ហាអីគេខ្លះប៉ុន្តែមកគំនុំដែលខ្ញុំគូសយើងមានបញ្ហាជាប់ឆុងខ្លាំងតែមួយទេគឺនៅក្នុងដំណើរជីវិតនៅក្នុងអាយុ51ដល់61អញ្ចឹងវាយូរដែរអញ្ចឹងដល់ពេលហ្នឹងយើងចេះចាត់ចែងដំណើរជីវិតរបស់យើងទៅចាឆ្នាំ2025គឺជាឆ្នាំផ្កាយជំនួយរបស់យើងណាចា2025ជាពេលវេលាចាជាផ្កាយជំនួយជួយជ្រោមជ្រែងជួយឧបត្ថម្ភឬក៏មានអ្នកជួយផ្នែកគំនិតដល់យើងចាអញ្ចឹងពេលវេលាដែលយើងត្រូវប្រយ័ត្នឲ្យបានខ្លាំងបំផុតគឺឆ្នាំ2026 2027ចាពេលហ្នឹងជាពេលវេលាមួយដែលយើងមានលៀបដូចគ្នាប៉ុន្តែយើងត្រូវប្រយ័ត្នតាក់ទងជាមួយនឹងផ្នែកគំនិតប្រាជ្ញាស្មារតីចាអាចធ្វើឲ្យយើងសោកសៅដោយមិនដឹងខ្លួនឆាប់ឆេះឆាវអារម្មណ៍មួម៉ៅចា
2027ចាត្រូវប្រយ័ត្នតាក់ទងជាមួយនឹងស្មារតីពេលដែលយើងដឹងអញ្ចឹងមិនថាអូយើងជួបអញ្ចឹងហើយអញ្ចឹងនៅក្នុងឆ្នាំ2026 27ពេលវេលាហ្នឹងបើយើងសិនជាកំពុងតែរៀងយន់ចិត្តចាត្រូវចេះ relax ត្រូវចេះឲ្យចំណៃផ្លូវចិត្តខ្លួនឯងណាចាកុំព្យាយាមនៅក្នុងបន្ទប់សោកសៅមិនបានចេញទៅក្រៅជួបមិត្តភ័ក្តិឬក៏មិនបានកិច្ចការងារអីពេលវេលា2026 27គួរណាស់តែរៀនចេះដាក់គោលដៅផ្ដោតលើគោលដៅដំណើរជីវិតរបស់យើងមួយទៀតដោយសារធាតុទូខ្លួនរបស់យើងចាពេលដែលធាតុលាបចូលមកយើងគួរណាស់តែប្រយ័ត្នចាជាពិសេសគឺការគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងកុំចាយវាយដោយមិនបានសមចៃចាត្រូវរៀនចេះឲ្យស្គាល់ពីតម្លៃនៃលុយតែម្ដងចាជៀសវាងការធ្លាក់ចូលនៅក្នុងរឿងបំណុលចាអញ្ចឹងបើយើងប៉ុណ្ណេះបើយើងជាអ្នកធ្វើការវាមិនមានហានិភ័យទេប៉ុន្តែអ្នកធ្វើការឥឡូវក៏ដូចគ្នាព្រោះបំណុលចាគេងាយនឹងឲ្យយើងចំពាក់ចារំលោះឬក៏ស្អីស្អីយើងត្រូវតែចេះដកឃ្លាមិនបន្តិចទៅយើងត្រូវយល់ថាស្គាល់ពាក្យថាគ្រប់គ្រាន់ឬក៏ស្គាល់ពាក្យថាអូខេប៉ុណ្ណឹងសិនទៅតាមសមត្ថភាពរបស់យើងចាអញ្ចឹងពេលវេលាដែលខ្ញុំនិយាយនេះចារិស័យរបស់យើងធាតុលុយធាតុលាបចូលមកគឺជាពេលវេលាដែលអាចនឹងមានហានិភ័យរឿងលុយកាក់ដូចគ្នាអញ្ចឹងយើងត្រូវប្រើលុយកាក់ដោយគំនិតវៃឆ្លាតជៀសវាងការបង្កភាពលាបចូលមកធ្វើឲ្យយើងបំលែងទៅជាបំណុលចាធម្មតាពេលដែលគេឲ្យយើងខ្ចីគឺងាយមែនតើចាលុយគេឲ្យយើងងាយហ្មងដល់ពេលរួចវាទៅជាធ្វើឲ្យយើងហ្នឹងធ្លាក់ចូលទៅរឿងមួយដែលនឹកស្មានមិនដល់អញ្ចឹងយើងត្រូវប្រយ័ត្នកន្លែងហ្នឹងបន្តិចមួយទៀតដំណើរវ័យចោលគឺខ្ញុំជំរាបជូនច្រើនអញ្ចឹងពេលវេលានេះគឺជាពេលដែលយើងជាប់ឆុងណាគឺយើងឆុងជាមួយនឹងចាថាឆុងជាមួយនឹងរកការឆុងតទល់ឆុង 100% តែម្ដងចាំបងប្អូនត្រូវប្រយ័ត្នចាមានការប្រែប្រួលខ្លាំងឆុង 100% មានការប្រែប្រួលខ្លាំងនៅក្នុងដំណើរជីវិតរបស់យើងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ជាប់ឆុងចាកលឆុងម្សាញ់ហ្នឹងបងប្អូនចាប់ផ្ដើមរងអតិពលបដាបដាហើយពីដើមឆ្នាំប៉ុន្តែសម្រាប់អ្នកឆុងហេងគាត់នឹងឃើញពន្លឺថ្មីផ្សេងទៀតតែសម្រាប់អ្នកដែលគាត់ឆុងបែបឆុងអត់ហេងគឺត្រូវការសម្របខ្លួនទទួលយកទោះបីមានរឿងអីក៏ដោយបងប្អូនត្រូវដោះមួយទៅតាមសន្តិវិធីទៅតាមគំនិតប្រាជ្ញារបស់យើងបើសិនជាយើងដោះមិនចេញគួរណាស់តែរកជំនួយកុំព្យាយាមប្លុកខ្លួនឯងនៅក្នុងបន្ទប់ឬក៏នៅក្នុងកន្លមួយដែលมันអាចធ្វើឲ្យយើងដោះស្រាយអីបានណាចាបងប្អូនដែលគាត់ជាប់ឆុងបែបនេះអ្នកខ្លះគាត់ឆាប់មូម៉ៅគាត់ឆេះឆាវមកឆុងពេលខ្លះឃើញប្រពន្ធឃើញប្តីខ្លួនឯងទៅឆ្លោះគ្នានាំចំនួនរៀងខ្លួនមិនយល់ពីគ្នាធ្វើឲ្យយើងអាចលែងលះនៅពេលហ្នឹងចាអញ្ចឹងយើងធម្មតាយើងកសាងឬក៏យើងចាប់ដៃគូមកយូរឆ្នាំហើយគាត់នឹងជាប់ឆុងមកប៉ុណ្ណឹងមកផ្លែធ្វើឲ្យយើងលែងលះគ្នាវាមិនសមគួរព្រមនឹងយើងធម្មតាបើសិនជាមានកំហុសចាយើងនិយាយគ្នាយើងកែគ្នាអញ្ចឹងដូចអូនបើសិនជាពេលវេលាដែលយើងជាប់ឆុងមកដល់ចាអត់មានជាបញ្ហាអីទេយើងចេះរៀបចំដំណើរជីវិតចារបស់យើងទៅពេលវេលានេះគឺมันស័ក្តិសមទេអូនត្រូវប្រយ័ត្ននៅក្នុងឆ្នាំ2029ណា2029ធៀបខាងលើក៏ពិឃាតយើងឆ្នាំក៏យើងឆុងអញ្ចឹងពេលវេលាហ្នឹងយើងត្រូវប្រយ័ត្នបន្តិចណាត្រូវប្រយ័ត្នបន្តិចកុំឲ្យបដិបដោយឬក៏យើងអត់បានការពារខ្លួនត្រូវប្រយ័ត្ននៅក្នុងឆ្នាំ2029ចាខ្ញុំមិញតសេរៀបរាប់បានជូនថា2028ដល់ឆ្នាំ2029ខ្ញុំធ្វើវីដេអូនេះអញ្ចឹងពេលដែលអូនស្ដាប់វីដេអូនេះអូនត្រូវប្រយ័ត្នចាអញ្ចឹងតួខ្លួនរបស់អូនត្រូវឆុងជាមួយចប៉ុន្តែចជាផ្កាយគុណធម៌របស់យើងគឺធ្វើឲ្យយើងអត់មានបញ្ហាអីទេចាជួយកាត់បន្ថយផ្កាយអាក្រក់អត្តពលផ្កាយអាក្រក់នៅក្នុងតារាងរាសីរបស់យើងអញ្ចឹងវាអត់មានអីដែលធ្វើឲ្យយើងមានបញ្ហាធំដុំទេជាពេលដែលយើងមានលៀបមានជ័យចាប្រឹងធ្វើប្រឹងរៀបចំផែនការវានឹងបានផលមកចាបើសិនជាវាជាប់ឆុងទៀតចា2ឆ្នាំហ្នឹងបើសិនជាយើងមានដៃគូជីវិតឬក៏សង្សារឬក៏ប្រពៃប្រពន្ធអី 100% ទាំងអលែងគ្នាប៉ុន្តែវាមកបែបរឿងផ្សេងគ្នាចាជួយគ្នាទៅវិញជួយគ្នាណាចនេះចាអញ្ចឹងមិនមែនជារឿងដែលយើងឆុងអានេះឆុងទូខ្លួនតែដល់មកសុខភាពនិងជីវិតដៃគូប៉ុន្តែវាមិនធ្វើឲ្យយើងមានហានិភ័យទេដោយសារចជាផ្នែកគុណធម៌របស់យើងចាហើយបងប្អូនខ្លះក៏ព្យាយាមស្ដាប់មិនឆ្ងល់ទេព្រោះយើងមានសត្វ4នៅក្នុងតារាងអញ្ចឹងវាមានជួបអីយើងវិភាគទៅតាមហ្នឹងចាពេលវេលារបស់អូនចាកាយនេះគឺជាចាកាយទ្របរបស់យើង
ជាផ្កាយទ្របអញ្ចឹងពេលវេលាដែលយើងមានទ្របឬក៏មានលាភសំណាងផ្នែកទ្របផ្នែកលុយកាក់ចាអញ្ចឹងខ្ញុំណូតជូនហើយចាអូសុំទោសខ្ញុំណូតមិនខុសឥឡូវយើងណូតកន្លែងនេះចាអញ្ចឹងមកដំណើរជីវិតយើងអាចមានលៀបមានជ័យគឺនៅពេលហ្នឹងឯងចាអញ្ចឹងបងប្អូនខ្លះគាត់ចង់ឲ្យដំណើរវ័យចោលរបស់គាត់គាត់ជួបនៅផ្កាយទ្របចាដើម្បីឲ្យគាត់មានលៀបសំណាងផ្នែកលុយកាក់ចាតែបើបងប្អូនមានដួងរាសីរឹងមាំបងប្អូនជួបផ្កាយទ្របវាទៅជារឿងផ្សេងមួយទៀតណាចាអញ្ចឹងខ្ញុំសូមតែចែកប៉ុណ្្នឹងទៅហើយសម្រាប់អូនចាអូនពេលវ័យចាស់អូននឹងមានទ្រព្យមានលុយមានលៀបសក្ការៈធំនៅក្នុងកំឡុងចាប់ពីអាយុ61ឡើងទៅតែអូនត្រូវកែឆុងនៅកំឡុងអាយុ51ដល់61ចាហ្នឹងវ័យចរហ្នឹងគឺយើងត្រូវកែឆុងចេញចាព្រោះវាជាប់ឆុង10ឆ្នាំយើងបារម្ភខ្លាចនៅក្នុងវ័យចរ10ឆ្នាំហ្នឹងវាជួបបញ្ហាឆុងតទល់ខ្លាំងនៅក្នុងឆ្នាំណាមួយទៀតជាពេលវេលាមួយដែលมันល្អទេចាมันល្អខ្លាំងបំផុតចាតែវាឆ្ងាយបើសិនយើងលំអិតទៅមួយហ្នឹងទៀតអានឹងចាំយើងចែកនេះទៀតអូខេជូនបងអូនសំណាងល្អហេង